ប្រសាសន៍មួយឃ្លារបស់សម្ដេចនាយកហ៊ុនសែនវាតម្លៃខ្ពស់ចំពោះឯកឧត្តមខួងស្រេងតើមូលហេតុអ្វីឯកឧត្តមអភិបាលរាជធានីភ្នំពេញទទួលបានការកោតសរសើរថាធ្វើការលឿនជាងគេជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានាងខ្ញុំបេបៃលីថ្ងៃនេះនាងខ្ញុំមានព័ត៌មានមួយចង់យកមកចែករំលែកជូនពុកម៉ែបងប្អូនទាំងអស់គ្នាជុំវិញប្រសាសន៍មួយឃ្លារបស់សម្ដេចនាយកហ៊ុនសែនបានថ្លែងចំចំពោះឯកឧត្តមខួងស្រេងអភិបាលរាជធានីភ្នំពេញកាលពីថ្ងៃទី24ខែឧសភាឆ្នាំ2026ក្នុងពិធីសំណេះសំណាលជាមួយនឹងថ្នាក់ដឹកនាំក្រសួងស្ថាប័នក្រុមប្រឹក្សារាជធានីខណ្ឌសង្កាត់ជុំវិញរាជធានីភ្នំពេញក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចនាយកហ៊ុនសែនប្រមុខរដ្ឋស្ដីទីសម្ដេចបានមានប្រសាសន៍កោតសរសើរចំពោះឯកឧត្តមខួងស្រេងថាក្នុងប្រវត្តិសាស្ត្រអភិបាលរាជធានីភ្នំពេញឯកឧត្តមខួងស្រេងគឺជាអភិបាលដែលចាត់ចែងនិងដោះស្រាយការងារបានរហ័សរហួនជាងគេពុកម៉ែបងប្អូនប្រសាសន៍មួយឃ្លានេះមិនមែនជាការកោតសរសើរធម្មតាទេប៉ុន្តែជាការវាយតម្លៃដ៏មានតម្លៃខ្ពស់ផ្អែកលើស្នាដៃនិងលទ្ធផលការងារជាក់ស្ដែងដែលឯកឧត្តមខួងស្រេងបានខិតខំអនុវត្តកន្លងមកដើម្បីអភិវឌ្ឍរាជធានីភ្នំពេញឲ្យកាន់តែរីកចម្រើនមានសណ្ដាប់ធ្នាប់និងស៊ីវិល័យនាងខ្ញុំអាចនិយាយបានថាបើយើងនិយាយពីស្នាដៃរបស់ឯកឧត្តមខួងស្រេងគឺមានច្រើនរាប់មិនអស់ប៉ុន្តែឧទាហរណ៍អ្វីដែលប្រជាពលរដ្ឋមើលឃើញជាក់ស្ដែងជាងគេការប្រែក្លាយតំបន់មាត់ទន្លេនិងផ្លូវថ្មើរជើងចាក់ទៅមុខឲ្យក្លាយជាតំបន់ទេសចរដ៏ស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ពីមុនតំបន់នេះធ្លាប់មានភាពរញ៉េរញ៉ៃខ្លះប៉ុន្តែបច្ចុប្បន្នត្រូវបានរៀបចំតុបតែងលម្អរចនាសម្ព័ន្ធនានាមានបរិយាកាសល្អស្អាតមានភ្លើងបំភ្លឺសន្តិសុខសណ្ដាប់ធ្នាប់ល្អនិងទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកដើរកម្សាន្តយ៉ាងច្រើនជាពិសេសបានជំរុញវិស័យទេសចរក្នុងក្រុងឲ្យកាន់តែមានសន្ទុះឡើងធ្វើឲ្យប្រជាពលរដ្ឋជាច្រើនអាចរកចំណូលពីការលក់ដូរសម្ភារៈក៏ដូចជាចំណីអាហារសម្បូរបែបពីតំបន់ដ៏ពេញនិយមមួយនេះក្រៅពីនេះឯកឧត្តមខួងស្រេងក៏បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការងារហេដ្ឋារចនាសម្ព័ន្ធក្នុងរាជធានីភ្នំពេញជាពិសេសការស្ថាបនាផ្លូវកែលម្អប្រព័ន្ធលូនិងប្រព័ន្ធរំដោះទឹកផងដែរពុកម៉ែបងប្អូនប្រកាសជាចាំបានថាកាលពីមុនពេលភ្លៀងធ្លាក់ធំម្ដងតំបន់មួយចំនួនក្នុងរាជធានីភ្នំពេញតែងតែលិចទឹកខ្លាំងមែនទែនប៉ុន្តែក្រោមការជំរុញយ៉ាងសកម្មពីឯកឧត្តមខួងស្រេងអាជ្ញាធររាជធានីភ្នំពេញបានពន្លឿនការងាររំដោះទឹកនិងកែលម្អប្រព័ន្ធលូជាបន្តបន្ទាប់ដែលជួយកាត់បន្ថយការជន់លិចបានយ៉ាងច្រើនជាពិសេសនៅពេលដែលមានវិបត្តិឬបញ្ហាប្រឈមអ្វីមួយកើតឡើងឯកឧត្តមខួងស្រេងតែងតែមានវត្តមានផ្ទាល់នៅទីតាំងជាក់ស្ដែងមិនថាសម័យកូវីដឬពេលជំនន់ទឹកភ្លៀងនោះទេឯកឧត្តមតែងតែចុះពិនិត្យនិងបញ្ជាការងារទាំងយប់ទាំងថ្ងៃដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋឲ្យទាន់ពេលវេលាភាពរហ័សរហួននិងការទទួលខុសត្រូវនេះហើយដែលធ្វើឲ្យប្រជាពលរដ្ឋជាច្រើនមានការកោតសរសើរនិងគោរពស្រឡាញ់មិនត្រឹមតែប៉ុណ្ណោះទេឯកឧត្តមក៏បានដឹកនាំរៀបចំសណ្ដាប់ធ្នាប់តាមទីសាធារណៈនិងផ្សារនានាឲ្យកាន់តែមានរបៀបរៀបរយជាក់ស្ដែងដូចផ្សារដាំគោដែលធ្លាប់មានបញ្ហាកកស្ទះចរាចរណ៍អនាម័យនិងភាពរញ៉េរញ៉ៃបច្ចុប្បន្នត្រូវបានរៀបចំសម្របសម្រួលឡើងវិញឲ្យមានផ្លូវថ្មើរជើងនិងឲ្យអាជីវករលក់ដូរមានរបៀបរៀបរយដោយមួយចំនួនធំបានផ្លាស់ប្ដូរទៅកាន់ទីតាំងថ្មីដែលមានការរៀបចំបានយ៉ាងល្អជាពិសេសគឺផ្សារដាំគោថ្មីតែម្ដងជាមួយគ្នានេះដែរបញ្ហាសង្គមកំពុងយកចិត្តទុកដាក់ខ្លាំងនាពេលបច្ចុប្បន្នគឺបទល្មើស online scam ក្រោមការដឹកនាំនិងសម្របសម្រួលរបស់អាជ្ញាធររាជធានីភ្នំពេញឯកឧត្តមខួងស្រេងបានជំរុញឲ្យកម្លាំងមានសមត្ថកិច្ចបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងសង្ស័យជាច្រើនកន្លែងនៅរាជធានីភ្នំពេញដើម្បីទប់ស្កាត់បទល្មើសអនឡាញខុសច្បាប់ទាំងនេះជាក់ស្ដែងកម្លាំងសមត្ថកិច្ចចុះបង្ក្រាបទីតាំងពាក់ព័ន្ធនឹង scam អនឡាញឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ព្រមទាំងជួយសង្គ្រោះជនរងគ្រោះមួយចំនួនផងដែរប្រតិបត្តិការនេះធ្វើឡើងយ៉ាងសកម្មក្នុងការពង្រឹងសន្តិសុខសុវត្ថិភាពសង្គមនិងរក្សាកិត្តិយសរបស់រាជធានីភ្នំពេញកុំឲ្យคล้ายជាកន្លែងសម្រាប់ក្រុមអ ក្រិតជនអនឡាញធ្វើសកម្មភាពដោយឡែកបើនិយាយអំពីការរៀបចំព្រឹត្តិការណ៍ជាតិនិងអន្តរជាតិធំៗវិញរាជធានីភ្នំពេញក្រោមការដឹកនាំរបស់ឯកឧត្តមខួងស្រេងតែងតែរៀបចំបានយ៉ាងល្អប្រសើរមានសុវត្ថិភាពខ្ពស់សណ្ដាប់ធ្នាប់និងអនាម័យល្អមិនថាព្រឹត្តិការណ៍បុណ្យជាតិកិច្ចប្រជុំអន្តរជាតិឬព្រឹត្តិការណ៍កីឡាធំៗនោះទេគឺរៀបចំបានយ៉ាងល្អធ្វើឲ្យអ្នកចូលរួមមានភាពកក់ក្ដៅហើយទទួលបានការកោតសរសើរពីភ្ញៀវជាតិនិងអន្តរជាតិជាបន្តបន្ទាប់ទោះជាយ៉ាងណាក៏ដោយពុកម៉ែបងប្អូនយើងក៏ទទួលស្គាល់ដែរទីក្រុងធំមួយដែលមានមនុស្សរស់នៅច្រើនគឺនៅតែមានបញ្ហាប្រឈមនិងចំណុចខ្វះខាតមួយចំនួនដែលត្រូវបន្តកែលម្អជាបន្តទៀតជាក់ស្ដែងដូចជាការកកស្ទះចរាចរណ៍នៅម៉ោងមមាញឹកការបោះសម្រាមមិនត្រឹមត្រូវនៅតំបន់ខ្លះការលក់ដូរលើចិញ្ចើមផ្លូវឬបញ្ហាស្ទះលូនៅតំបន់ខ្លះ
ពេលដែលមានភ្លៀងធំធ្លាក់ជាច្រើនថ្ងៃជាប់គ្នាជាដើមអ្វីដែលសំខាន់គឺអាជ្ញាធរមិនបានមើលរំលងបញ្ហាទាំងអស់នេះទេឯកឧត្តមខួងស្រេងនិងក្រុមការងារតែងតែចុះដោះស្រាយជាបន្តបន្ទាប់និងព្យាយាមរកដំណោះស្រាយឲ្យបានល្អបំផុតពីមួយថ្ងៃទៅមួយថ្ងៃទន្ទឹមនេះផងដែរការអភិវឌ្ឍទីក្រុងមិនអាចពឹងលើតែអាជ្ញាធរប៉ុណ្ណោះទេគឺត្រូវការចូលរួមពីប្រជាពលរដ្ឋយើងទាំងអស់គ្នាផងដែរប្រសិនបើយើងទាំងអស់គ្នាចូលរួមថែរក្សាអនាម័យមិនបោះសម្រាមផ្ដេសផ្ដាសគោរពច្បាប់ចរាចរណ៍រក្សាសណ្ដាប់ធ្នាប់សាធារណៈនិងចូលរួមសហការជាមួយនឹងអាជ្ញាធរនោះទីក្រុងភ្នំពេញរបស់យើងនឹងកាន់តែស្អាតស៊ីវិល័យនិងរស់នៅប្រកបដោយផាសុកភាពជាងមុនថែមទៀតណាស់ពុកម៉ែបងប្អូនការដឹកនាំទីក្រុងធំមួយមិនមែនជារឿងងាយស្រួលនោះទេប៉ុន្តែតាមរយៈភាពម៉ឺងម៉ាត់ការយកចិត្តទុកដាក់និងការចាត់ចែងការងារយ៉ាងរហ័សរហួនរបស់ឯកឧត្តមខួងស្រេងទើបធ្វើឲ្យសម្ដេចតេជោហ៊ុនសែនមានការកោតសរសើរយ៉ាងខ្លាំងបែបនេះជាចុងក្រោយនាងខ្ញុំប៉ៃលីក្នុងនាមជាប្រជាពលរដ្ឋម្នាក់ដែលរស់នៅរាជធានីភ្នំពេញពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះការអភិវឌ្ឍនិងការរីកចម្រើនរបស់ទីក្រុងយើងនាពេលបច្ចុប្បន្នហើយនាងខ្ញុំក៏សូមអបអរសាទរចំពោះការវាយតម្លៃដ៏ខ្ពង់ខ្ពស់និងសូមអរគុណដល់ថ្នាក់ដឹកនាំសាលារាជធានីភ្នំពេញទាំងអស់ដែលបានខិតខំប្រឹងប្រែងបម្រើប្រជាពលរដ្ឋនិងអភិវឌ្ឍទីក្រុងយើងឲ្យកាន់តែល្អប្រសើរជាបន្តបន្ទាប់